ឥឡូវព័ត៌មានទី1នេះគឺសូមជូន credit ទៅសារព័ត៌មាន NPR បាទជាវិទ្យុ NPR ដ៏ធំរបស់សហរដ្ឋអាមេរិកគាត់បានចុះផ្សាយអញ្ចឹងគឺខ្លឹមសារប្រិមិត្តប្រហែលជាបានដឹងអស់ហើយប៉ុន្តែខ្ញុំចង់ជម្រាបជូនអំពីជ្រុងអន្តរជាតិតើគេចាប់អារម្មណ៍ទៅលើចំណុចណានៅក្នុងការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរដើម្បីឲ្យប្រិមិត្តបានមានគំនិតពីជ្រុងអន្តរជាតិផងគឺបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន NPR National Public Radio បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃសៅរ៍នេះគឺប្រទេសថៃនិងប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជប់បាញ់គ្នាដើម្បីបញ្ចប់ការប្រយុទ្ធគ្នាអស់ជាច្រើនសប្តាហ៍ដោយកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនដែលពាក់ព័ន្ធជាមួយនឹងការទាមទារជាន់គ្នាទៅលើតំបន់ដែលនៅជាប់ព្រំដែនហើយគឺកិច្ចព្រមព្រៀងនេះចូលជាធរមានចាប់ផ្ដើមពីម៉ោង12ថ្ងៃត្រង់ម៉ោងនៅក្នុងប្រទេសទាំងពីរនេះជាការបន្ថែមទៅនឹងការប្រយុទ្ធគ្នានោះគឺកិច្ចព្រមព្រៀងនោះក៏បានអំពាវនាវមិនឲ្យមានការធ្វើការចល័តទ័ពបន្ថែមទៀតនៅភាគីទាំងសងខាងផងដែរហើយគឺក៏មិនឲ្យមានការរំលោភទៅដល់ភាគីទាំងសងខាងទៅលើដែនអាកាសបាទដែលប្រើប្រាស់ក្នុងគោលបំណងយោធានោះឡើយហើយសារព័ត៌មាន NPR បាននិយាយថាការពិតទៅគឺមានតែភាគីខាងថៃទេដែលជាអ្នកប្រើប្រាស់កងកម្លាំងអាកាសនិងវាយប្រហារទៅលើភាគីកម្ពុជាដោយបានវាយប្រហារចំគោលដៅជាច្រើននៅក្នុងប្រទេសកម្ពុជាគឺសូម្បីតែមកដល់ព្រឹកថ្ងៃសៅរ៍នេះហើយក៏នៅតែផ្លោនៅតែទម្លាក់គ្រាប់ទៅលើគោលដៅនៅក្នុងប្រទេសកម្ពុជាដែរនេះបើយោងតាមក្រសួងការពារជាតិរបស់កម្ពុជាបាទគឺប្រភពផ្លូវការរបស់រដ្ឋាភិបាលដែល NPR ក៏ដកស្រង់កិច្ចព្រមព្រៀងនោះក៏បានអំពាវនាវឲ្យប្រទេសថៃបាទគឺក្រោយពីចំនួននេះគឺក៏ជួបកិច្ចព្រមព្រៀងជប់បាញ់គ្នារយៈពេល72ម៉ោងចូលជាធរមាននោះគឺក៏ត្រូវតែមកបញ្ជូនត្រឡប់មកវិញនៅយុទ្ធជនរបស់កម្ពុជាចំនួន18រូបផងដែរបាទដែលត្រូវបានថៃចាប់ធ្វើជាចំណាប់ខ្មាំងចាប់តាំងតែពីការប្រយុទ្ធគ្នាដំបូងគឺនៅខែកក្កដាកន្លងទៅនេះហើយការដោះលែងគឺជារឿងមួយដែលភាគីកម្ពុជាទាមទារជាចម្បងយូរមកហើយអញ្ចឹងគឺកម្ពុជាបានចំណេញពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយឲ្យយុទ្ធជនទាំង18នាក់វិលត្រឡប់មកវិញហើយដូចដែលខ្ញុំធ្លាប់បាននិយាយក្នុងពេលកន្លងមកអញ្ចឹងបើសិនបើមានការដោះលែងពួកគាត់មែនគឺស្វាគមន៍ពួកគាត់ក្នុងនាមជាវីរៈបរិសុទ្ធនៅក្នុងប្រទេសកម្ពុជាដើម្បីលើកទឹកចិត្តគាត់ទោះបីជាមានកម្លាំងនៅពីខាងណានិយាយបំបាក់ទឹកចិត្តយ៉ាងម៉េចក៏ដោយកុំរាថយនៅក្នុងការដែលដល់ការគោរពចំពោះពួកគាត់នោះ NPR បន្ថែមទៀតថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរគឺលោកទាសីហានិងលោកណតផនណផានិតនៅចំណុចត្រួតពិនិត្យច្រកឆ្លងព្រំដែនបន្ទាប់ពីការប្រជុំរបស់ក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរបានជួបប្រជុំគ្នាអស់រយៈពេល3ថ្ងៃដើម្បីជាផ្នែកមួយនៃការរៀបចំឲ្យមានរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសទាំងពីរនេះដែលជួបប្រជុំគ្នាកិច្ចព្រមព្រៀងនេះក៏បានប្រកាសថាភាគីទាំងពីរគឺបញ្ញាក្នុងការគោរពទៅតាមបទជប់បាញ់ដែលបានចុះហត្ថលេខាក្នុងពេលកន្លងមកដែលកាលពីខែកក្កដាបន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេល5ថ្ងៃនៅពេលនោះហើយបន្ទាប់មកគឺមានកិច្ចព្រមព្រៀងជាបន្តផងដែរបាទក្នុងនោះរួមមានការបដិញ្ញាចិត្តដើម្បីចាត់វិធានការចំនួន16ចំណុចក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរនេះបើតាមសេចក្តីរាយការណ៍របស់ NPR គាត់បានបញ្ជាក់ឲ្យបានដឹងថាកិច្ចព្រមព្រៀងបទជប់បាញ់កាលពីខែកក្កដាដែលបានចុះហត្ថលេខាពីដំបូងនោះគឺត្រូវបានជួយសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីហើយនឹងត្រូវបានជំរុញដោយមានការដាក់សម្ពាធផងដែរពីប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ដែលពេលនោះលោកបានគម្រាមថានឹងប្រើប្រាស់ពន្ធគយដើម្បីឲ្យប្រទេសទាំងពីរជួបបាញ់គ្នា
ប្រសិនបើមិនជួបបែកគ្នានេះទេគឺអាចនឹងយកពន្ធគយខ្ពស់ហើយកិច្ចព្រមព្រៀងនោះគឺត្រូវបានបញ្ចប់ជាផ្លូវការបានន័យថាត្រូវបានចុះហត្ថលេខាចូលជាធរមានជាផ្លូវការនៅក្នុងខែតុលាដែលពេលនោះគឺមានការប្រជុំថ្នាក់តំបន់នៅក្នុងប្រទេសម៉ាឡេស៊ីដែលលោកប្រធានាធិបតី Donald Trump ក៏បានចូលរួមផងដែរ NPR បន្ថែមទៀតថាបើទោះបីជាមានកិច្ចព្រមព្រៀងនោះក៏ដោយគឺប្រទេសទាំងពីរនៅតែបន្តធ្វើសង្គ្រាមឃោសនាយ៉ាងជូរចត់ដាក់គ្នាទៅវិញទៅមកហើយអំពើហិង្សាតិចតួចនៅតាមបណ្ដោយព្រំដែននៅតែបន្តមាននៅឡើយហើយការប៉ះទង្គិចគ្នាបានឈានទៅដល់ចំណុចខ្លាំងនៅដើមខែធ្នូដោយបានមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដោយមានការប្រើអាវុធធុនផងដែរបើតាមតួលេខផ្លូវការគឺប្រទេសថៃបានស្លាប់ទាហានចំនួន26នាក់ហើយនឹងជនស៊ីវិល1នាក់ដែលជាលទ្ធផលនៃការប្រយុទ្ធគ្នាចាប់តាំងតែពីថ្ងៃទី7ខែធ្នូនេះបើយោងតាមមន្ត្រីហើយប្រទេសថៃក៏បានរាយការណ៍ថាមានជនស៊ីវិលសរុបគឺចំនួន44នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែផលប៉ះពាល់នៃស្ថានភាពនោះប្រទេសកម្ពុជាវិញគឺមិនទាន់បានចេញអំពីតួលេខផ្លូវការអំពីចំនួនយុទ្ធជនពលីរបស់ខ្លួននៅឡើយទេក៏ប៉ុន្តែកម្ពុជាបាននិយាយថាយ៉ាងហោចណាស់មានជនស៊ីវិលចំនួន30នាក់ត្រូវបានសម្លាប់ហើយនឹងមាន90នាក់ទៀតបានរងរបួសហើយមានប្រជាពលរដ្ឋរាប់សែននាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងប្រទេសទាំងសងខាងកិច្ចព្រមព្រៀងនេះក៏បានអំពាវនាវផងដែរឲ្យភាគីទាំងពីរគឺគោរពទៅតាមកិច្ចព្រមព្រៀងអន្តរជាតិបាទគឺកុំឲ្យមានការដាក់មីនជាថ្មីហើយនោះឯងគឺជាការព្រួយបារម្ភសំខាន់របស់ប្រទេសថៃហើយទាហានរបស់ថៃដែលនៅតាមបណ្ដោយព្រំដែននោះគឺបានរងរបួសដោយសារការជន់មីននេះយ៉ាងហោចណាស់ចំនួន9លើកផងដែរនៅឆ្នាំនេះដោយអ្វីដែលថៃចោទថាជាមីនដែលដាក់ថ្មីដោយភាគីកម្ពុជាដែលឡែកភាគីកម្ពុជាវិញបានបដិសេធដោយចាត់ទុកថាមីនទាំងអស់នោះគឺជាសំណល់ដែលបន្សល់ពីសង្គ្រាមរាប់ទសវត្សរ៍របស់ខ្លួនដែលបានបញ្ចប់នៅក្នុងទសវត្សរ៍1990ហើយនៅក្នុងចំណុចមួយទៀតនៃកិច្ចព្រមព្រៀងនេះគឺភាគីទាំងពីរយល់ព្រមមិនចែករំលែកនៅព័ត៌មានคล้ายៗឬក៏ព័ត៌មានប្រឌិតដើម្បីបង្ខូចគ្នាទៅវិញទៅមកនោះទេកិច្ចព្រមព្រៀងក៏បាននិយាយថាវិធានការដែលបានដាក់ចេញកាលពីពេលមុននោះក្នុងការកំណត់ព្រំដែនសីមារវាងប្រទេសទាំងពីរនឹងចាប់ផ្ដើមដំណើរការឡើងវិញហើយភាគីទាំងពីរក៏យល់ព្រមក្នុងការសហការក្នុងការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបឧក្រិដ្ឋកម្មតាមអនឡាញផងដែរដែលនោះឯងគឺជាហេតុផលមួយដែលថៃគាត់បានយកមកប្រើប្រាស់ថាគឺជាការមួយដែលបង្ក្រាបល្បែងអនឡាញដែលរៀបចំដោយអង្គការឧក្រិដ្ឋកម្មមានការរៀបចំត្រឹមត្រូវហើយដែលធ្វើឲ្យជនរងគ្រោះរាប់ជាច្រើនបាត់បង់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំបាទនេះគឺជាសេចក្តីរាយការណ៍របស់ NPR បាទអញ្ចឹងខ្ញុំសូមដកស្រង់មកប៉ុណ្ណឹងរបស់ NPR អញ្ចឹងបានប្រិមិត្តអាចបានដឹងសំខាន់ច្រើនហើយណាពីខ្លឹមសារសំខាន់ច្រើនហើយគឺអ្វីដែលខ្ញុំបានសរសេរខមមិនតិចហើយប្រិមិត្តបានឆ្ងល់សួរដែរហ្នឹងគឺបាទដោយដែលនិយាយចឹងគឺវាត្រឡប់មកការអនុវត្តយន្តការកំណត់ព្រំដែនគឺ JBC នឹងវិញដដែលបាទដរាបណាគឺស្ថានភាពស្ងប់ស្ងាត់មកវិញគឺមកអនុវត្តនឹងវិញដដែលអញ្ចឹងគឺត្រឡប់មកបាទចំណុចទី1អញ្ចឹងហើយបានអ្នកខ្លះសួរថាបាទអ្នកស៊ីសងទៅលើយើងមើលស្ថានភាពហ្នឹងទេអញ្ចឹងដូច្នេះកំណត់របស់ខ្ញុំស្ថានភាពហ្នឹងគឺយើងត្រូវមើលឲ្យបានឆ្ងាយជាជាងមើលស្ថានភាពនៅនឹងភ្នែកនៅនឹងច្រមុះអញ្ចឹងខ្ញុំឃើញប្រិមិត្តក៏អាចមានសិទ្ធិនៅក្នុងការមើលស្ថានភាពតែជ្រុងហួសច្រមុះបន្តិចក៏បានដែរតែមើលទៅហួសពីជ្រុងច្រមុះហ្នឹងគឺយើងមើលយ៉ាងឃើញយ៉ាងម៉េចបាទបើយើងមើលជ្រុងច្រមុះគឺយើងអាចនឹងផ្ដោតទៅលើចំណុចមួយដែលគេថាភាគីទាំងពីរគឺមិន
ចល័តតបហើយអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងបាទហ្នឹងគឺជារឿងមួយដែលអ្នកខ្លះថាបើសិនជាក្នុងករណីដែលកម្ពុជាចូលថៃបើតែវាមិនមែនជារឿងកើតឡើងទេគឺកម្ពុជាមិនចូលឬក៏អាចថៃចូលកន្លែងណាមកបើយើងអាចមានប្រតិកម្មអីចឹងណាខ្ញុំមិនដឹងដែរពីពលសានការនៅសមរភូមិដូចខ្ញុំធ្លាប់បាននិយាយហើយនិយាយទៀតមកដល់ពេលនេះគឺមានតែភាគីទាំងពីរទេដែលដឹងគឺទាហានកម្ពុជានិងទាហានថៃដែលឈរជើងនៅកន្លែងនោះទេដែលដឹងមានអ្នកណាដឹងក្រៅពីទាហានភាគីទាំងសងខាងទេហើយរូបភាពដែលចេញមកនៅតាមបណ្ដាញសង្គមទោះបីជាប្រភពរបស់ថៃក៏ដោយគឺថៃគាត់មាន audience របស់គាត់ដែលគាត់ត្រូវបម្រើសូម្បីតែអ្វីដែលលោកអនុทินនិយាយក្រោយពីកិច្ចព្រមព្រៀងហ្នឹងគាត់ថាថៃគ្មានបាតដីណាមួយ inch នោះទេពីព្រោះគាត់ត្រូវតែបម្រើទៅលើមហាជនរបស់គាត់ហ្នឹងប៉ុន្តែបើសិនជាយើងមើលកិច្ចព្រមព្រៀងរយៈពេលវែងវិញទៅលើកិច្ចព្រមព្រៀងនេះផលរយៈពេលវែងវិញគឺទី1បាទរយៈពេលជិត200ថ្ងៃដែលជាង100ថ្ងៃអញ្ចឹងបាទដែលយុទ្ធជនកម្ពុជាទៅបានដល់ដែលជាប់គុំឃាំងនោះគឺទៅបានដល់លែងមកវិញដែលកន្លងមកថៃរកលេសគ្រប់បែបយ៉ាងទាំងអស់មិនឡើយលែងអញ្ចឹងយើងសង្ឃឹមថាគាត់នឹងអាចវិលត្រឡប់មកវិញណាក្រោយពី72ម៉ោងហើយចំណុចដែលសំខាន់នោះគឺត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងដែលបានចុះក្នុងពេលកន្លងមកគឺតាំងពីកក្កដាតាំងពីតុលាដែលថៃខ្លួនឯងជាអ្នកប្រកាសលុបចោលដោយខ្លួនឯងឥឡូវត្រឡប់មកវិញអញ្ចឹងដែលកម្ពុជានិយាយជាហោហែមកហើយថាយើងមិនដែលបោះបង់ចោលអញ្ចឹងដូច្នេះតើអ្នកណាជាអ្នកឈ្នះអ្នកណាជាអ្នកចាញ់ចំហហ្នឹងឃើញទេបើអញ្ចឹងយើងមើលអញ្ចឹងហើយមួយទៀតថៃក៏សូម្បីតែនៅក្នុងសន្និសីទសារព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិរបស់ថៃនេះគឺគាត់ខំរកហេតុផលលេសទាំងអស់គាត់ថាកម្ពុជាហ្នឹងគឺសុំជប់បាញ់មុនហើយតាំងពីសេចក្តីថ្លែងការណ៍របស់គាត់ជាមួយនឹងក្រុមរដ្ឋមន្ត្រីការបរទេសដែលប្រជុំនៅកូឡាឡាំពួរគាត់ខំប្រឹង justify បាទមិនថាផ្ដល់ហេតុផលឲ្យយល់ឃើញថាគាត់ព្រមព្រៀងចុះហត្ថលេខានៅថ្ងៃនេះគឺដោយសារតែកម្ពុជាសុំចាញ់មុនទេអីចឹងបាទគាត់លើកទាំងអស់ហើយគាត់បង្ខូចតាំងពីលិខិតរបស់រដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជាផ្ញើទៅហ្នឹងដើម្បីបង្ហាញហេតុផលថាគាត់មិនមែនសុំចាញ់មុនទេគាត់មិនមែនសុំចាំចុះលេខាគឺកម្ពុជាទេជាអ្នកដែលបាននិយាយសុំជប់បាញ់គ្នាទៅតាំងពីនៅរដ្ឋមន្ត្រីការពារការបរទេសជួបនៅកូឡាឡាំពួរប្រហែលថ្ងៃមុននោះបាទគឺនិយាយបានច្រើនណាស់បាទនឹងចំណុចទី2ហើយចំណុចទី3គឺការវិលត្រឡប់មកបាទអនុវត្តទៅតាមយន្តការ JBC វិញទៅដែរអាហ្នឹងឯងជាជោគជ័យពីព្រួយដោយដែលខ្ញុំចែករំលែកដោយមិនលំអៀងថាលំអៀងកម្ពុជាខ្លះប៉ុន្តែក៏យើងលំអៀងមានហេតុផលនោះគឺកម្ពុជានៅតែគោរពយន្តការនោះទៅដែរដើរថៃដើរចូលដើរចេញដើរចូលដើរចេញហ្នឹងបាទរហូតដល់ចុងក្រោយវាស់ទៅឃើញស្រាប់តែចំណុចមួយចំនួនទៅដល់ចាមថ្នល់ដែលថៃធ្លាប់សាងសង់មកចូលប្រមាណដូចជា100ម៉ែត្រជាងទៅក្នុងដល់ក្បែរនោះទៀតបាទមានរឿងនេះកើតឡើងឥឡូវគាត់ងាកមកត្រឡប់មកគោរពនឹងមិនដែរអញ្ចឹងបានន័យថាបើក្នុងនេះយើងជាអ្នកដែលមើលទៅលើការងាររបស់ក្រុមចរចានោះគឺបានន័យថាវាជាជោគជ័យរបស់កម្ពុជាហើយបាទមកដល់មកនេះកម្ពុជាមិនដែលប្រកាសជប់បាញ់គ្នាសុំគាត់ជប់បាញ់ទេគឺកម្ពុជានៅយល់ថាការពីខ្លួនជានេះបាទអញ្ចឹងដូច្នេះរៀនមើលបញ្ហាឲ្យវាឆ្ងាយអញ្ចឹងយើងកាលណាយើងមើលតែមួយជ្រុងច្រមុះដែលគាត់និយាយអានឹងគឺយើងលោតទៅតាមសភាពការទៅតាមរូបភាពដែលគាត់យកមកដើម្បីបំរើពីព្រោះ audience របស់គាត់នៅក្នុងប្រទេសថៃនឹងវាច្រើនហើយដោយដែលប្រិមិត្តមួយចំនួនបានចូលផាច់ចូលស្ដាប់ហើយគឺបាទលោកលោកអ្នកនាំពាក្យក្រសួងការពារជាតិរបស់ថៃនេះគាត់និយាយហើយបាទគាត់និយាយខ្លួនឯងគាត់ដោយផ្ទាល់តែម្ដងគាត់ថាកិច្ចព្រមព្រៀងជប់បាញ់ហ្នឹងគឺមិនមែនជាការដកថយទេបាទមិនមែនជាការដកថយទេគឺប៉ុន្តែគឺជាការមួយដែលបាទងាកមកដោះស្រាយតាមការទូតវិញឃើញទេបាទងាកមកយន្តការទូតវិញដដែលការទូតវិញដែរប៉ុន្តែតើលោកអនុทิននិយាយយ៉ាងម៉េចដែរនៅពេលដែលអ្នកនាំពាក្យយោធានិយាយពីការទូតហើយណាគឺលោកអនុทิននិយាយមួយទៀតបាទប្រិមត្តស្ដាប់ហើយប្រហែលជាចង់សាយផងអីក៏ផងសេចចិត្តទេបាទអញ្ចឹងខ្ញុំសង្ឃឹមថាប្រិមត្តបានទៅមើលនៅ Facebook ដែលខ្ញុំបានចែករំលែកពីសម្ដីលោកអ្នកនាំពាក្យក្រសួងការពារជាតិនេះហើយគាត់និយាយនឹងបាទ